Good cool nhưng mà chung một vui chung phần rót mà bịក្រុម Azure Topic User Management ចឹងដំបូងគេយើងវាយ comment OMI គឺយើងមើល user បច្ចុប្បន្នឈ្មោះរ៉ាតតមកទៀតយើងវាយPWD គឺទៅមើល category ដែលយើងនៅមាន home ហើយ rad ចឹងបន្តមកទៀតយើងធ្វើយើងបង្កើត user ថ្មី sudo user add .m ហើយយើងចង់ដាក់ឈ្មោះគេខ្ញុំដាក់ឈ្មោះ demo អញ្ចឹងវាយ password abc អញ្ចឹងយើងវាយ comment switch user sudo អញ្ចឹងវាមានឈ្មោះថា demo អញ្ចឹងខ្ញុំវាយ check user មើលថានៅ user ណាអញ្ចឹងយើងនៅក្នុង user ឈ្មោះ demo វាវាយទៀត pwd អញ្ចឹងនៅក្នុងហ្នឹងដែរ clear ហើយយើងបន្តមកទៀតយើងបង្កើត folder មួយសាក ok ខ្ញុំដាក់ឈ្មោះ test folder ហើយខ្ញុំវាយ ls មកចេញ tab folder ហើយខ្ញុំexit វា log out ហើយអញ្ចឹងយើងខ្ញុំបន្តទៀតខ្ញុំបង្ហាញ user list ហើយខ្ញុំវាយ comment cat pwd etc ខ្ញុំបង្កើតដងទៀតតាម cat etc ចឹងនេះខ្ញុំបានបង្កើតចឹងអរគុណលោកគ្រូ